ជំរាបសួរខ្ញុំឈ្មោះដុកសិដ្ឋាជាគ្រូសាលារបាំនរោត្តមបុប្ផាទេវីជំរាបសួរនាងខ្ញុំឈ្មោះឌីហ្សូលីនាងខ្ញុំគឺជាសិល្បករនៅក្នុងសាលានរោត្តមបុប្ផាទេវីគឺបន្សល់មកដោយសាររាជបុត្រនរោត្តមបុប្ផាទេវី1960គឺលោកបានល្បីក្នុងរបាំអប្សរាដូច្នេះហើយក៏លោកមានទស្សនៈមួយថាត្រូវតែបង្កើតសាលាដើម្បីថែរក្សាក្បាច់បុរាណឲ្យខ្មែរយើងមិនថាមានក្រសខ្មៅសាសដទៃទេគឺឲ្យមានការស្គាល់ពីរបាំក្បាច់បុរាណដំបូងគឺយើងថែរក្សារបាំក្បាច់បុរាណវាហើយបានយើងទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណផ្សេងទៀតដែលយើងពាក់ព័ន្ធនឹងរបាំក្បាច់បុរាណនោះគឺជាមួយគ្នាទាំងអស់សាលានរោត្តមបុប្ផាទេវីមានមោទនភាពជាទីបំផុតពេលដែលយើងបើកសាលាយើងបានធ្វើការលះបង់គ្រូក៏ស្ម័គ្រចិត្តហើយគ្រូបន្តរៀនក៏ស្ម័គ្រចិត្តដោយការហាត់រៀនគឺយើងអត់មានយកថវិកាហើយយើងបង្រៀនក្មេងក្រឬមានយើងអត់គិតទេតែគេចេះពីរបៀបរបបទំនៀមទម្លាប់នេះហើយជាមោទនភាពហើយគេចេះរបាំក្បាច់បុរាណគេរួមចំណែកក្នុងការថែរក្សាដោយសារតែខាងអកោះចុងគាត់ពេញចិត្តគាត់ស្រឡាញ់ខាងវប្បធម៌អញ្ចឹងហើយគាត់ក៏អនុញ្ញាតឲ្យយើងប្រើប្រាស់អកោះចុងនេះដោយមិនគិតថវិកានិយាយទៅគាត់ support សម្រាប់បច្ចុប្បន្នការសម្ដែងនៅក្នុងអកោះចុងនេះគឺយើងលើកយកការសម្ដែងរឿងរាមកេរ្តិ៍ហ្នឹងហើយសម្រាប់រឿងរាមកេរ្តិ៍នេះផងដែរគឺមានរយៈពេល1ម៉ោងដែលយើងសម្ដែងជូនទស្សនិកជនទស្សនាបើមែនតែនទៅសម្រាប់រឿងនេះមួយបើសិនជាយើងហាត់ពីដំបូងគឺយើងអាចប្រើពេលយូរដោយសារតែសិល្បករយើងមានអ្នកខ្លះគាត់រវល់គាត់អីចឹងទៅគាត់អាចមកហាត់ទៀងពេលបានទេចឹងយើងត្រូវការហាត់និយាយទៅហាត់វាប្រើពេលយើងយូរដែរតែនៅពេលដែលយើងចេះស្ទាត់អស់ហើយរយៈពេលដែលយើងសបគឺមិនតិចមិនទេថាគេថាយើងក្រោមពេលល្ងាចយើងអាចនឹងជុំគ្នាសមមុនមួយថ្ងៃរយៈពេលថាមួយល្ងាចឬក៏មួយព្រឹកឬអីចឹងថារយៈពេល2ម៉ោងឬក៏1ម៉ោងឬក៏2ម៉ោង3ម៉ោងអីចឹងទៅតាមជាក់ស្ដែងចា៎